មេបញ្ជាការរដ្ឋាភិបាលអាមេរិកបញ្ជាក់ថានៅក្នុងការវាយប្រហារអ៊ីរ៉ង់បានថយចុះគ្រាប់មីស៊ីលប្លង់ 90% និងដ្រូន 83% លោកឧត្តមសេនីយ៍ Cooper មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកដែលបានដឹកនាំប្រតិបត្តិការយោធានៅតំបន់មជ្ឈិមបូព៌ាបានលើកឡើងថាសមត្ថភាពប្រយុទ្ធរបស់កងទ័ពអ៊ីរ៉ង់កំពុងធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការវាយប្រហារដោយកងទ័ពសហរដ្ឋអាមេរិកយោងតាមសារព័ត៌មាន APT របស់អាមេរិកដែលបានផ្សាយនៅថ្ងៃទី6 ខែមីនានេះបានឲ្យដឹងថាលោកឧត្តមសេនីយ៍ Cooper បានថ្លែងថាអំណាចប្រយុទ្ធរបស់សហរដ្ឋអាមេរិកកំពុងកើនឡើងខណៈដែលសមត្ថភាពរបស់អ៊ីរ៉ង់កំពុងធ្លាក់ចុះយើងបានគ្រប់គ្រងដែនអាកាសទាំងស្រុងហើយកំពុងប្រើប្រាស់កម្លាំងដ៏លើសលប់ដើម្បីវាយប្រហារចំចំណុចខ្សោយសំខាន់ៗរបស់អ៊ីរ៉ង់លោកបានបញ្យល់ថាដោយសារតែកងទ័ពអាមេរិកបានកាន់កាប់ឧត្តមភាពលើដែនអាកាសដែលអាចហោះចូលយ៉ាងជ្រៅចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដែលអនុញ្ញាតឲ្យការទម្លាក់គ្រាប់បែកមានប្រសិទ្ធភាពខ្ពស់ជាងមុនលោកបន្ថែមថាសូម្បីតែមូលដ្ឋានទ័ពមីស៊ីលដែលស្ថិតនៅក្រោមដីយ៉ាងជ្រៅក៏ត្រូវបានវាយប្រហារនិងបំផ្លាញផងដែរលោក Cooper ក៏បានបង្ហាញទិន្នន័យពីលទ្ធផលនៃប្រតិបត្តិការនេះដោយប្រៀបធៀបទៅនឹងថ្ងៃដំបូងនៃការវាយប្រហារថាការវាយប្រហារដោយគ្រាប់មីស៊ីលប្លង់របស់អ៊ីរ៉ង់បានថយចុះ 90% ការវាយប្រហារដោយដ្រូនឬយន្តហោះគ្មានមនុស្សបើកបានថយចុះ 83% បន្ថែមពីនេះលោកក៏បានបញ្ជាក់ផងដែរថាកងទ័ពអាមេរិកបានវាយលិចនាវាចម្បាំងអ៊ីរ៉ង់ចំនួន30គ្រឿងហើយក៏បានវាយប្រហារលើនាវាផ្ទុកដ្រូនខ្នាតធំដែលបច្ចុប្បន្នកំពុងឆេះយ៉ាងសន្ធោសន្ធៅផងដែរយ៉ាងណាក្តីលោកឧត្តមសេនីយ៍ Cooper បានបញ្ជាក់ថាទោះបីសហរដ្ឋអាមេរិកកំពុងសហការជាមួយកងទ័ពអ៊ីស្រាអែលដើម្បីសម្រេចជ័យជំនះក៏ដោយក៏ប្រតិបត្តិការនេះនៅតែត្រូវការពេលវេលាបន្ថែមមុននឹងអាចបញ្ចប់បានជាស្ថាពរ